សង្កេតការអាស៊ាន AOT ចុះពិនិត្យមើលផលប៉ះពាល់ដែលយោធាថៃវាយប្រហារនិងរាយបន្លាលួចច្រកអន្តរជាតិអូស្មាច់អភិបាលខេត្តឧត្តរមានជ័យលោកមានច័ន្ទយដានៅថ្ងៃប្រហ័សទី8ខែមករានេះបានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអ្នកសង្កេតការអាស៊ាន AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារនិងរាយបន្លាលួចចូលមកលើច្រកអន្តរជាតិអូស្មាច់លោកមានច័ន្ទយដាបានលើកឡើងថាបន្ទាប់មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃដែលបានប្រើប្រាស់អាវុធធនធ្ងន់ប្លង់ចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជាដែលបង្កមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងដំណំនៅថ្ងៃទី8ខែមករានេះលោកបានដឹកនាំក្រុមការងារចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យមើលផលប៉ះពាល់ដែលយោធាថៃវាយប្រហារមកលើច្រកអន្តរជាតិអូស្មាច់សង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យគួរឲ្យដឹងថាក្រុមអ្នកសង្កេតការអាស៊ាន AOT ថ្មីនេះក៏បានចុះពិនិត្យមើលផលប៉ះពាល់ស្ពានអូជីកដែលរងការខូចខាតដោយសារយោធាថៃឈ្លានពានប្រើយន្តហោះ F16 ទម្លាក់គ្រាប់បែកនៅស្រុកជង្កាលខេត្តឧត្តរមានជ័យព្រមប្រទល់ស្រុកស្រីស្នំខេត្តសៀមរាប